ទីតាំងប្រជ្រយទាំង4កន្លែងអាចឆ្លុះបញ្ចាំងអំពីជោគនិស្ស័យបុគ្គលិកលក្ខណៈក៏ដូចជាអត្តចរិតរបស់បុគ្គលម្នាក់ៗដែលមានប្រជ្រយនៅត្រង់ទីតាំងទាំង4នេះបានយ៉ាងច្បាស់ផងដែរលោកអ្នកនាងប្រិយមិត្តជាទីមេត្រីវាជាការពិតណាស់បុគ្គលគ្រប់រូបតែងតែមានប្រជ្រយជាច្រើននៅលើសារពង្កាយរបស់ខ្លួនក៏ប៉ុន្តែភាគច្រើនមិនសូវជាចាប់អារម្មណ៍អំពីអត្តន័យនិងរឿងរ៉ាវខ្លះៗពាក់ព័ន្ធទៅនឹងប្រជ្រយដែលកើតមានទៅលើសារពង្កាយរបស់ពួកគេនោះឡើយដូច្នេះហើយនៅក្នុងវីដេអូមួយនេះយើងបានដកស្រង់នៅទីតាំងប្រជ្រយទាំង4កន្លែងបើយោងទៅតាមក្បួនរយៈវិទ្យាប្រជ្រយទីតាំងទាំង4កន្លែងនេះគឺជាទីតាំងប្រជ្រយដ៏ល្អបំផុតនិងអាចឆ្លុះបញ្ចាំងអំពីជោគនិស្ស័យក៏ដូចជាអត្តចរិតបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗបានយ៉ាងច្បាស់ផងដែរទី1ប្រជ្រយនៅលើបាតដៃចំពោះបុគ្គលទាំងឡាយណាដែលមានប្រជ្រយនៅលើបាតដៃគឺជាបុគ្គលតែងតែមានគំនិតឆ្លាស់វៃនិងមានភាពរហ័សរហួនទៅលើរឿងរកស៊ីឬធ្វើការងារទាំងពួងជាដើមមនុស្សប្រភេទនេះធ្វើរឿងគ្រប់យ៉ាងកើតចេញជាលទ្ធផលបានល្អហើយមានកំហុសតិចតួចបំផុតបុគ្គលដែលមានប្រជ្រយនៅចំបាតដៃកាន់តែមានវ័យចំណាស់បន្តិចជាពិសេសគឺចូលមកដល់ឆ្នាំ2025នេះបុគ្គលដែលមានប្រជ្រយនៅចំបាតដៃក៏នឹងទទួលបានលាភធំមានអំណាចមានទ្រព្យសម្បត្តិល្មមឲ្យគេគោរពកោតសរសើរជុំវិញទិសរឿងដែលច្របូកច្របល់ទាំងអម្បាលម៉ានក៏នឹងរសាត់បាត់អស់ត្រឹមប៉ុណ្ណឹងហើយបើស្ថិតនៅក្នុងជីវិតគូគឺប្តីប្រពន្ធនោះនឹងកាន់តែស្រឡាញ់គ្នានិងបង្កើតសុភមង្គលក្នុងគ្រួសាររហូតដល់ចាស់កងខ្នងទី2បុគ្គលដែលមានប្រជ្រយលើចិញ្ចើមចំពោះបុគ្គលដែលមានប្រជ្រយនៅលើចិញ្ចើមនេះលោកអ្នកនាងប្រហែលជាកម្រនឹងប្រទះឃើញខ្លាំងណាស់ហើយប្រសិនបើបុគ្គលណាមានប្រជ្រយលើចិញ្ចើមបែបនេះនោះពួកគេរមែងកើតមកក្នុងទ្រនំគ្រួសារយ៉ាងហោចណាស់ក៏គ្រួសារមធ្យមតែបើប៉ះគ្រួសារអ្នកមានគឺមានផុតលេខតែម្ដងបុគ្គលប្រភេទនេះមិនចាំបាច់ហត់នឿយឬក៏ខិតខំច្រើនពេកនោះទេព្រោះដូចជាសល់បុណ្យពីជាតិមុនមកបំពេញឲ្យជីវិតរបស់ពួកគេបានយ៉ាងល្អឥតខ្ចោះតែម្ដងនៅក្នុងជាតិនេះដែលឡែកបើយោងទៅតាមក្បួនហុងស៊ុយសម្រាប់បុគ្គលដែលមានប្រជ្រយនៅលើចិញ្ចើមសម្រាប់ឆ្នាំ2025នេះគឺប្រកបរបរអ្វីក៏ដាក់ទៅត្រូវដាក់ទៅមានមិនងាយនឹងឃើញការខាត់បងនោះឡើយហើយមនុស្សប្រភេទនេះគេហៅថាមនុស្សដៃត្រជាក់ចាយធូរតែបានមកវិញក៏ច្រើនផងដែរទី3បុគ្គលដែលមានប្រជ្រយនៅចំកណ្ដាលរវាងចិញ្ចើមទាំងពីរចំពោះប្រជ្រយនៅត្រង់ទីតាំងនេះគឺជាតំបន់ដែលគេហៅថាបងអ៊ូចហៅទ្រពហើយវាក៏ជាចំណុចកណ្ដាលរវាងចិញ្ចើមទាំងពីរស្ថិតនៅខាងក្រោមថ្ងាសបន្តិចរបស់អ្នកបើយោងតាមដំណាលតរីមកបុគ្គលដែលមានប្រជ្រយនៅត្រង់ទីតាំងនេះមិនថាជាមនុស្សសម្បុរសឬក៏ខ្មៅខ្ពស់ឬក៏ទាបនោះពួកគេនឹងមានលាភធំកើតឡើងដូចគ្នាផងដែរនៅពេលដែលពួកគេមានវ័យរៀងចំណាស់បន្តិចទ្រព្យសម្បត្តិនឹងហូរដូចទឹកភាពធូរធារមានបានរស់នៅពោពេញដោយភាពសុខស្រួលនិងចាប់ផ្ដើមកើតមានឡើងជាបណ្ដាផងដែរទី4បុគ្គលដែលមានប្រជ្រយនៅលើថ្ពាល់អ្នកដែលមានប្រជ្រយនៅលើថ្ពាល់គេសង្កេតមើលទៅមនុស្សនេះសើចសប្បាយអត់ងាយរីកស្ងួតនោះទេជារួមជីវិតរបស់ពួកគេបើទោះបីជាក្រលំបាកក៏សប្បាយចេញបានដែរបុគ្គលនេះចូលមកដល់ឆ្នាំ2025បើយោងទៅតាមការដំណើរតាមរយៈក្បួនហុងស៊ុយនោះគឺចូលដល់ឆ្នាំដែលផ្កាយនាំសំណាងត្រូវហោះមកដល់ដែលនាំឲ្យជីវិតរបស់ពួកគេដូចត្រូវគេបត់180ដឺក្រេចាក់ចេញពីសេចក្តីក្រទួលនិងពីមធ្យមឡើងទៅមានផុតលេខផងដែរបានលោកអ្នកនាងប្រិយមិត្តជាទីមេត្រីនេះគឺជាទីតាំង4កន្លែងដែលយោងទៅតាមក្បួនរយៈវិទ្យានិងការដំណើរតាមរយៈក្បួនហុងស៊ុយនៅក្នុងឆ្នាំ2022នេះពួកគេនឹងជួបតែលាភសំណាងក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយអ្នកដែលមានប្រជ្រយមួយក្នុងចំណោមទីតាំងទាំង4នេះចូលកុំដេកចាំតែលាភសំណាងអីអ្នកត្រូវចាំថារាល់ភាពមានបានរាល់ទ្រព្យសម្បត្តិទាំងឡាយនិងរាល់ភាពជោគជ័យទាំងអស់អាចកើតមានឡើងអាស្រ័យទៅលើការព្យាយាមនិងការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះ